Hello Cambodia ប្រទេសភាពឆ្នេរអូត្រេសបងប្អូនមើលថ្ងៃនេះថ្ងៃសៅរ៍បងប្អូនថ្ងៃសៅរ៍ទីប៉ុន្មាននេះទី3ទី4នេះខ្ញុំ3ថ្ងៃ3ខែហើយមានអ្នកទេសចរមកលេងច្រើនមែនតើតំបន់អូត្រេសណែនណាន់តាន់តាប់កូតតិចបឹងគីឡូតែពេញទាំងអស់ថ្ងៃនេះមកជួលនេះបងឲ្យទៅសុកទេសសានត្រានទៅឲ្យសេដ្ឋកិច្ចវាដើរសេដ្ឋកិច្ចវាមានការមានងារធ្វើកុំឲ្យស្ទះតែមិនអញ្ចឹងវេទនាដល់ហើយឥឡូវយើងបានផ្លូវល្បឿនលឿនជិះក៏ស្រួលកំពុងសោមពេញបងប្អូនខ្លះមកលេងវត្តល្ងាចបងប្អូនខ្លះមកសម្រាប់មកយប់2យប់អីចឹងទៅទេសភាពស្រុកខ្មែរមិនអត់បានទេមិនចាញ់បរទេសទេជួយគ្នាទេសចរក្នុងស្រុកអវលចរន្តសេដ្ឋកិច្ចក្នុងស្រុកឲ្យដើរបងមានលុយច្រើនកុំទៅលេងក្រៅប្រទេសច្រើនពេកទុកលុយលេងក្នុងស្រុកខ្លះទៅលេងក្រៅប្រទេសមកជើងគ្រាន់តែសមុទ្រយន្តហោះថ្លៃស្នាក់នៅថ្លៃហូបចុកចាយរាប់ម៉ឺនបើយកលុយមកចាយក្នុងស្រុកយើងវិញចាយមួយខែអត់អស់ហងបានការងារឲ្យកូនក្មួយធ្វើពេញប្រទេសទៀតយើងមិនបានលៃលកយកកញ្ចប់បវលក្នុងស្រុកហើយណាណីមើលព្រោះបើយើងអត់ជួយបង្រឹងគ្នាទេយើងនឹងកាលណាបានរីកចម្រើនមិនកាលណាឡើងតនគេទទួលស្គាល់ថាសេវាទេសចរយើងវាមិនទាន់ដូចគេទេមិនទាន់ទំនើបមិនទាន់ល្អប្រសើរដូចគេយើងកំពុងប្រឹងបង្រឹងប្រឹងកែប្រឹងអភិវឌ្ឍបន្ថែមឲ្យតែដល់បងប្អូនក្នុងស្រុកជួយចាយជួយដើរដែរយើងជួយទិញជួយប្រើសេវាឲ្យច្រើនទៅយូរទៅវាវិវត្តខ្លួនទៅរកភាពល្អដល់ខ្លួនឯងហើយតែយើងបបឡើងផ្ទះលេខ2បបឡើងផ្ទះលេខ3បបឡើងផ្ទះលេខ4លុយទៅផ្ទះគេអស់ផ្ទះយើងអត់លេងយូរកូនក្មួយកូនចៅស្រុកយើងទៅធ្វើចំណាក់ស្រុកទៅធ្វើសេវាកម្មស្រុកគេវិញឆ្កុយទាំងនៅក្នុងស្រុកយើងទេសចរក៏មានដែរសមុទ្រក៏មានភ្នំក៏មានទឹកធ្លាក់ក៏មានបុរាណប្រាសាទក៏មានអញ្ចឹងយើងត្រូវជួយគ្នា